សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់ Channel Movie Play Drama 2026 ជាថ្មីម្ដងទៀតថ្ងៃនេះខៀងមានសាច់រឿងដ៏រន្ធត់និងរំភើបបំផុតមួយដែលបងប្អូនជាច្រើនកំពុងតែទន្ទឹងរង់ចាំនោះគឺសង្គ្រាមរាជិនីពីងពីងនិងញាក់ប្រមាញ់វិញ្ញាណវគ្គ2សូមស្រមៃមើលនៅកណ្ដាលព្រៃជ្រៅដ៏ងងឹតសុងសុងក្រោមពន្លឺព្រះច័ន្ទពេញបូមីដែលមើលទៅហាក់ដូចជាមានអថាកំបាំងបង្កប់នៅពីក្រោយពពកខ្មៅរឿងរ៉ាវរបស់យើងចាប់ផ្ដើមឡើងជាមួយបរិសម្នាក់ឈ្មោះវីរៈគាត់គឺជាភ្នាក់ងារពិសេសដ៏ជំនាញម្នាក់ដែលបានចុះមកស៊ើបអង្កេតអំពីធម្មពលចម្លែកដែលកំពុងលងបន្លាចនៅភូមិនៅតំបន់នេះវីរៈកំពុងតែរត់គេចយ៉ាងលឿនកាត់តាមដើមឈើធំៗក្នុងភាពភ័យខ្លាចបំផុតគាត់ដឹងថាមានអ្វីមួយយ៉ាងដ៏ធំមហិមាកំពុងតែដេញតាមគាត់ពីក្រោយភ្លាមៗនោះវីរៈក៏បានឈប់ទ្រឹងព្រោះនៅចំពោះមុខគាត់គឺជាវត្តមានរបស់នារីដ៏ស្រស់ស្អាតម្នាក់ក្នុងសម្លៀកបំពាក់បុរាណចិនដ៏ឆើតឆាយប៉ុន្តែសម្រស់របស់នាងបង្កប់ដោយភាពសាហាវខួខៅភ្នែករបស់នាងបញ្ចេញពន្លឺពណ៌ស្វាយយ៉ាងគួរឲ្យខ្លាចនាងគឺជាលីនរាជិនីនៃសត្វពីងពីងពីនៅពីក្រោយខ្នងរបស់នាងស្រមោលដ៏ធំសម្បឿមនៃសត្វពីងពីងយ៉ាក់បានលេចឡើងហាក់ដូចជាត្រៀមខ្លួនលេបត្របាក់អ្វីៗគ្រប់យ៉ាងលីនក្រាន់តែញញឹមជុំមាត់យ៉ាងត្រជាក់ស្រេបស្រាប់តែធម្មពលរន្ទះពណ៌ស្វាយបានផ្ទុះឡើងប្រែក្លាយទៅជាសត្វពីងពីងដែកដ៏ធំមហិមាបានស្ទុះមុខវាប្រហារវីរៈក្នុងមួយពព្រាកភ្នែកប៉ុន្តែគុំអាគិតថាវីរៈងាយនឹងចាញ់ឲ្យសោះក្នុងនាមជាអ្នកប្រមាញ់វិញ្ញាណដ៏ឆ្នើមគាត់បានដកកំភ្លើងធម្មពលផ្លាស្មាពណ៌ខៀវដ៏ទំនើបរបស់គាត់ចេញមកភ្លាមផាំងផាំងគាត់បានបាញ់តបវិញយ៉ាងរហ័សនិងឈរយ៉ាងរឹងមាំដូចធម្មតាគាត់បានប្រមូលអារម្មណ៍ទាំងអស់បាញ់កាំរស្មីពណ៌ខៀវមួយសាយយ៉ាងធំទៅកាត់ផ្ដាច់ធម្មពលងងឹតរបស់សត្វពីងពីងនោះឲ្យខ្ទេចខ្ទីជាបំណែកភ្នែកការប្រយុទ្ធគ្នានោះបានធ្វើឲ្យកក្រឹកពេញព្រៃតែម្ដងពន្លឺពណ៌ស្វាយនៃមន្តអាគមខ្មៅនិងពន្លឺពណ៌ខៀវនៃបច្ចេកវិទ្យាទំនើបបានបុកទង្គិចគ្នាបង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកវាគឺជាការតស៊ូរវាងអតីតកាលដ៏អាថាកំបាំងនិងអនាគតដ៏ជឿនលឿនតើវីរៈអាចនឹងមានកម្លាំងគ្រប់គ្រាន់ដើម្បីជោគឈ្នះលើរាជិនីពីងពីងលីនដែលមានអំណាចលើស្លុបនេះបានដែរឬទេរឿងមួយក៏ព្រៃជ្រៅមួយនេះនឹងក្លាយជាកម្លាំងសម្រាប់ចុងក្រោយរបស់គាត់ទៅវិញដើម្បីដឹងពីសាច់រឿងដ៏ជោគជ័យនេះឲ្យកាន់តែច្បាស់សូមកុំភ្លេចចូលទៅទស្សនាវីដេអូពេញនៅក្នុង Channel Movie Play Drama 2026 របស់យើងឥឡូវនេះកុំភ្លេចជួយ Subscribe និងរូបកណ្ដឹងដើម្បីទទួលបានការជូនដំណឹងរាល់ពេលយើងផុសវីដេអូថ្មីៗនិងរូបភាពស្អាតៗបែបនេះទៀតសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានស្ដាប់សូមជូនពរសំណាងល្អនិងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតជម្រាបលា